តើអ្នកដែលចង់រៀនអាគមគាថាផ្សេងគួរតែរៀនតាមបណ្ដាញសង្គមដែរឬទេព្រោះពេលបច្ចុប្បន្ននេះមានលោកគ្រូដែលគាត់បានផ្ដល់ជូនអំពីការរៀនតាមបណ្ដាញសង្គមអញ្ចឹងការរៀននេះគួរតែរៀនតាមរយៈ YouTube Facebook អីអញ្ចឹងបានអត់ហើយរៀនតាមសភៅដែលអត់គ្រូអញ្ចឹងប្រសិទ្ធភាពបែបណាដែរខ្ញុំបានសាកសួរទៅកាន់គុណម្ចាស់មួយអង្គដែលព្រះអង្គបានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាអញ្ចឹងព្រះអង្គបានថេរដីកាមកកាន់ខ្ញុំហើយខ្ញុំចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិភាគទាំងអស់គ្នាថាតើមន្តអាគមទាំងអស់នឹងនៅពេលដែលដើមដំបូងបំផុតតើនរណាជាអ្នកបង្កើតមន្តអាគមនឹងហើយដំបូងបំផុតអ្នកបង្កើតអាគមនឹងតើគ្រូនៅឯណាអញ្ចឹងយើងត្រូវស្វែងយល់ទាំងអស់គ្នាដូច្នេះមានគោលការណ៍ជាច្រើនដែលបងទាំងអស់គ្នាក៏ដូចជាខ្ញុំត្រូវដឹងចំណុចទី1មន្តអាគមដែលខ្មែរយើងយកមកធ្វើជាមេជាទូទៅភាគច្រើនដកស្រង់ចេញអំពីមុនព្រះពុទ្ធសាសនាដូច្នេះអ្នកដែលរៀនក៏បីបដិបត្តិខ្លួនទៅតាមអ្វីដែលពុទ្ធសាសនាបានបង្រៀនដែរឧទាហរណ៍ថាបើសិនជាខ្លួនជាក្រហមសាមញ្ញមិនមែនជាបព្វជិតគឺត្រូវតែរក្សានៅសិល5ឲ្យបានបាទមានការមិនសម្លាប់ជីវិតទេហើយការមិនកាន់យករបស់អ្នកដទៃការមិនខុសនៅក្នុងកាមជាមួយប្រពន្ធនិងកូនរបស់អ្នកដទៃការមិនពោលពាក្យកុហកចំពោះអ្នកដទៃការមិនទទួលទានគ្រឿងស្រវឹងជាដើមបើកាលណាកាន់ត្រណម5ធំនឹងបានហើយរក្សាត្រណមដទៃផ្សេងទៀតគឺរក្សាតាមគ្រូដែលគាត់បានប្រាប់ហើយក៏សូមបញ្ជាក់ថាចំពោះត្រណមនេះគឺមានការកំណត់ទៅតាមសំណាក់នៃគ្រូនីមួយទៀតមិនមែនឲ្យតែមន្តអាគមគាថាដែលសិក្សាមកគឺសុទ្ធតែមានតំណមដូចគ្នាគឺមិនដូចទេគឺជាតម្រូវការឬក៏ការកំណត់របស់អាចារ្យណាមួយដែលគាត់បានហាមដល់សិស្សនោះហើយគឺជាត្រណមចំឧទាហរណ៍ថាអ្នករៀនមន្តអាគមបាទជាមួយព្រះសង្ឃអញ្ចឹងណាអញ្ចឹងតំណមដែលព្រះសង្ឃចង់បានគឺសិល5អញ្ចឹងអ្នកដែលចង់រៀនត្រូវបដិបត្តិសិល5ឲ្យបានទី2គឺមិនអួតអាងក្អេងក្អាងបាទហើយនឹងការសែបនៅជាមួយនឹងមនុស្សស្រីហើយនឹងការទទួលទានបាទសាច់សំណក់ដទៃទៀតផ្សេងគិតថារឿងមិនគប្បីណាបាទជារឿងដែលមិនគួរធ្វើគឺបងត្រូវកំណត់ខ្លួនឯងបានថែមទៀតអានឹងវាជាគោលការណ៍គឺបែបហ្នឹងឯងអញ្ចឹងមានសំណួរមួយទៀតដែលពាក់ព័ន្ធជាមួយនឹងការទទួលទានសាច់គោបាទដោយសារបងប្អូនគាត់និយាយថាតើសាច់គោហ្នឹងបាទអ្នកដែលរៀនមន្តអាគមគាថាអាចពិសាសាច់គោបានអត់ហើយនេះខ្ញុំស្វែងយល់ពីគុណម្ចាស់ដែលគាត់ដែលព្រះអង្គថេរដីកាមកទេណាមិនមែនថាខ្ញុំជាអ្នកទៅលើមន្តអាគមគាថាទាំងអស់ហ្នឹងទេតែខ្ញុំក៏ស្វែងយល់ដែរដើម្បីឲ្យដឹងណាបាទដើម្បីឲ្យដឹងអញ្ចឹងតកតងជាមួយនឹងការទទួលទានសាច់គោនោះគាត់ថាយើងមិនគួរទទួលទានសាច់គោទេព្រោះសាច់គោខ្មែរយើងមានរឿងបកោបកៅបាទអញ្ចឹងណាអញ្ចឹងយើងគួរតែកុំពិសាសាច់គោឬក៏អ្នករៀនស្នងរូបអ្នកអីអញ្ចឹងគឺអត់ហូបសាច់គោទេតែគាត់យល់ថាអញ្ចឹងណាប៉ុន្តែការពិតបងប្អូនទាំងអស់គ្នាអត្តន័យមិនស្ថិតនៅកន្លែងព្រះគោព្រះកៅទេការដែលមិនទទួលទានសាច់គោនឹងគឺមានតាំងពីបរមបុរាណមកម៉េះដូនតាខ្មែរយើងណាអត់សំដៅលើខ្មែរយើងមានប្រគោមានប្រកៅទេអ្វីដែលខ្មែរយើងមាននោះគឺថាបព្វបុរសដូនតាយើងគឺគាត់ដឹងគុណសាច់គោពីព្រោះសត្វគោនេះគឺបានជួយបានបម្រើដល់កម្លាំងរបស់មនុស្សច្រើនណាស់ព្រោះយើងជាប្រទេសដែលពឹងផ្អែកលើកសិកម្មអញ្ចឹងហើយកសិកម្មគឺយើងពឹងសត្វគោសត្វក្របីបាទដែលទៅជួយទាញនង្គ័លទាញរនាស់ដើម្បីប្រកបមុខរបរជាកសិករក្នុងនាមជាអ្នកធ្វើស្រែចម្ការបាទបានជួយប្រយោជន៍បង្កាន់មនុស្សច្រើនណាស់អញ្ចឹងនេះហើយគឺជាអត្តន័យដែលដូនតាខ្មែរយើងបាទលោកមិនទទួលទានសាច់គោទេបាទព្រោះសុខចិត្តឲ្យគោនឹងគឺងាប់ទៅក៏កប់ក៏អីចឹងទៅអាហ្នឹងគឺតាមតំបន់ដែរទេមិនទាំងអស់ឯណាបាទមិនខ្លះក៏ហូបធម្មតាអញ្ចឹងបើសិនជាការដែលយើងមិនហូបរឹតតែល្អហើយមួយទៀតនោះតកតងជាមួយនឹងសំណួរដែលសួរថាការសូត្រមន្តអាគមបាទតាមពិតទៅការសូត្រនេះព្រះសង្ឃព្រះអង្គបានផ្ដល់ជូនតាំងពីចាប់ផ្ដើមបង្រៀនសិស្សគុណដំបូងណាបាទដោយព្រះអង្គបានថេរដីកាថាការសូត្រគឺកូនសិស្សគុណត្រូវសូត្រទៅតាមបែបបទដែលបានកំណត់ប្រសិនជានៅក្នុងមុននឹងមួយឲ្យបងប្អូនសូត្រដោយកំណត់ថ្ងៃមានន័យថា
បងប្អូនត្រូវសូត្រតាមកំណត់ថ្ងៃបាទបើសិនជាគេកំណត់ថាឲ្យសូត្រ3ចប់5ចប់7ចប់9ចប់ឬ108ចប់គឺត្រូវតែសូត្រប៉ុណ្ណឹងបើសិនជាគេកំណត់ថាមិនឲ្យដកដង្ហើម7ចប់នៅក្នុងការសូត្រមុនណាមួយគឺបាទបងប្អូនត្រូវប្រើប៉ុណ្ណឹងនេះជាការសូត្រហើយការសូត្រនោះទៀតសោតបងត្រូវចាំមុនអាគមកាលណាបើយើងសូត្រដោយគ្មានចិត្តសូត្រដោយចិត្តរវើរវាយសូត្រដោយចិត្តអត់ស្ងប់សូត្រដោយចិត្តមិនស្មោះត្រង់មុនអាគមនោះអត់ស័ក្តិសិទ្ធទេការសូត្រមុនអាគមគឺចិត្តរបស់យើងផ្ចង់គោរពនៅអ្វីដែលយើងកំពុងធ្វើបើសិនជាបងកំពុងសូត្រដោយមុនណាមួយឧទាហរណ៍មុនដោះអំពើគឺអ្នកដែលសូត្រត្រូវអធិដ្ឋានចិត្តថាយើងកំពុងតែធ្វើអីពេលនោះហើយអានុភាពរបស់មុននឹងចម្រើនឡើងហើយសំណួរមួយទៀតបងគាត់សួរថាតើការថ្វាយបង្គំព្រះនឹងគួរថ្វាយបង្គំពេលណាបងទាំងអស់គ្នាការថ្វាយបង្គំគឺគេមានក្បួនដែរគឺថ្វាយពេលព្រឹកនិងថ្វាយពេលល្ងាចប៉ុន្តែសម្រាប់បងដែលជាកុហកបាទមិនមែនជាកុហកជាកុហកធម្មតាមិនមែនជាបបជិតណាអញ្ចឹងអាចជ្រើសរើសយកម៉ោង4ទៀបភ្លឺក៏បានម៉ោង5ទៀបភ្លឺក៏បានដែរហើយពេលល្ងាចបើសិនជាមានពេលទៀតក៏សូត្រចុះតែបើអត់ទេបាទក៏អត់ចោះនឹងតើតើមួយការថ្វាយបង្គំណាបាទអញ្ចឹងសូមបញ្ជាក់ជូនបងដែលជាសារចុងក្រោយគិតម្ចាស់ធរណីកាថាប្រសិនបើបងបានសិក្សានៅមុនគាថានឹងហើយត្រូវចេះរំលឹកឲ្យជារឿយមិនអាចទុកចោលបានទេប្រៀបដូចជាដាវលំពែងកបិតអញ្ចឹងបើកាលណាយើងទុកចោលយូរច្រេះចាប់ហើយបាទអញ្ចឹងត្រូវទៅរំលឹកទៅសូត្រមុនដូចគ្នាដែរបើសិក្សាឲ្យមិនសូត្រទេបាទក៏នឹងសារប្រលៀបទៅវិញដូចគ្នាដែរអញ្ចឹងបងទាំងអស់គ្នាអញ្ចឹងនេះជាការរួមចំណែកផ្ដល់ជូនទៅកាន់បងទាំងអស់គ្នាតាក់ទងជាមួយនឹងបាទបើសិនជាបងចង់សិក្សារៀនសូត្រទៅលើមន្តអាគមគាថាអីនោះគឺត្រូវតែបាទមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើដំណំបាទជាពិសេសគឺសិល5នឹងតែម្ដងបាទត្រូវឲ្យប្រកាន់ខ្ជាប់ឲ្យបានហើយកាន់តែពិសេសទៀតនោះគឺតាក់ទងជាមួយនឹងការសូត្រឲ្យបានជាប្រចាំហើយការដាក់ចិត្តដាក់កាយនៅក្នុងការសូត្រដោយការអធិដ្ឋានចិត្តទៅមិនមែនគ្រាន់តែបាទសូត្រឲ្យទៅលឺសំឡេងទេគឺត្រូវតែសូត្រដាក់អធិដ្ឋានចិត្តចូលទៅក្នុងការសូត្រនឹងតែម្ដងបាទទើបធ្វើឲ្យការសូត្រនៅមុនគាថាមុនអាគមអីទាំងអស់នោះទៅគឺទទួលបាននៅប្រសិទ្ធភាពខ្ពស់កន្លែងនឹងពិសេសមែនទែនមួយទៀតនោះបងទាំងអស់គ្នាតាក់ទងជាមួយនឹងអ្នកសិក្សាគាថាគួរតែចេះនៅមុនពុទ្ធនិមិត្តដែរអត់បាទកន្លែងហ្នឹងពិសេសណាបងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំក៏សួរទៅគុណម្ចាស់ដែរហើយគុណម្ចាស់ក៏បានផ្ដល់ជូនមកដែរអញ្ចឹងគេថាខ្លះដែលមាននៅក្នុងក្បួនមួយចំនួនបាទគេហៅថាក្បួនរតនមាលាអីចឹងទៅអញ្ចឹងគឺជាប្រភេទគេហៅថាមុនវិជាការមួយបែបឬក៏ជាគម្ពីរមួយបែបដែលមានភាពល្បីខ្លាំងដោយសារអីដោយសារតែអនុភាពនៅក្នុងនោះណាបាទគឺត្រូវបានឆ្លងកាត់ការពិសោធន៍យ៉ាងច្បាស់លាស់ហើយជាពិសេសអ្នកដែលមានជំនាញបាទខាងសិលសាស្ត្រសិលវិធីហ្នឹងណាគឺគេបានចងក្រងដោយមិនមែនគ្រាន់តែចងក្រងសាមញ្ញទេគឺមិនចេះតែនឹកឃើញអង្គុយទៅសេអង្គុយកត់ទេប៉ុន្តែសុទ្ធតែបានឆ្លងកាត់នៅការធ្វើការសមាធិការអនុវត្តចំពោះរតនមាលាបងទាំងអស់គ្នានៅក្នុងគម្ពីររតនមាលាលោកបានបញ្ជាក់បន្ថែមថាក្បួននេះបាទគឺចេញអំពីព្រះសង្ឃមួយអង្គជាព្រះសង្ឃទុដងដែលព្រះអង្គចេះចាំប៉ុន្តែមិនដឹងថាព្រះអង្គបង្កើតក្នុងទម្រង់បែបណាក៏អត់ដឹងទេគ្រាន់តែលោកបានបង្រៀនបាទដល់អ្នកដែលសរសេរក្បួនរតនមាលាហ្នឹងឲ្យចេះចាំបាទហើយតាមរយៈគម្ពីរនោះផងដែរណាបងទាំងអស់គ្នាអានុភាពនេះគឺបើសិនជាយើងចេះប្រើគឺខ្លាំងក្លាប៉ុន្តែបើសិនជាយើងចង់ឲ្យខ្លាំងតើយើងបដិបត្តិបាទមានពាក្យមួយដែលបានពោលក្នុងគម្ពីរនោះថាសំបីតែសត្រូវបាទដែលមានចិត្តយំខ្នងដូចជាសត្រូវដែលបៀតបៀនយើងតាមរយៈការចង់បានទឹកដីឬក៏សត្រូវដែលលើកទ័ពមកវាយយើងអីអញ្ចឹងណាបាទអញ្ចឹងគឺយើងអាចសរសេរឈ្មោះសត្រូវនឹងហើយសូត្ររតនមាលានឹងទៅគឺកំចាយបានឲ្យសម្លាប់បានអានុភាពដ៏អស្ចារ្យប៉ុណ្ណឹងបើសិនជាបងចង់ច្បាស់ចូលទៅសិក្សាបន្ថែមបានណាបាទ
ចំពោះគាថានេះគឺយើងសូត្រថាបាទពុទ្ធស្សៈអធិពុទ្ធស្សៈពុទ្ធនិមិត្តੰបដិមានពុទ្ធោឯកកតានੰកាយរូបសញ្ញੰពុទ្ធនិមិត្តੰអធិរិទ្ធិពុទ្ធនិមិត្តੰពុទ្ធស្សៈអធិពុទ្ធស្សៈពុទ្ធនិមិត្តੰធាតុពុទ្ធោឯតកតានੰកាយរូបសញ្ញੰពុទ្ធនិមិត្តੰអធិរិទ្ធិពុទ្ធនិមិត្តੰពុទ្ធស្សៈអធិពុទ្ធស្សៈពុទ្ធនិមិត្តੰនិមិត្តវត្ថុឯកកតានੰកាយរូបសញ្ញੰពុទ្ធនិមិត្តੰអធិរិទ្ធិពុទ្ធនិមិត្តੰពុទ្ធស្សៈអធិពុទ្ធស្សៈពុទ្ធនិមិត្តੰកាយពុទ្ធោឯកកតានੰកាយរូបសញ្ញੰពុទ្ធនិមិត្តੰអធិរិទ្ធិពុទ្ធនិមិត្តੰពុទ្ធស្សៈអធិពុទ្ធស្សៈពុទ្ធនិមិត្តੰសញ្ញពុទ្ធោឯកកតានੰកាយរូបសញ្ញੰពុទ្ធនិមិត្តੰអធិរិទ្ធិពុទ្ធនិមិត្តੰចំពោះគាថានេះគឺយើងសូត្របញ្ចប់ក៏បានយើងសូត្រ3ចប់ក៏បាន5ចប់ក៏បាន7ចប់ក៏បានទៅតាមកលៈទេសៈចាំបាច់ទៅណាបងមានន័យថាបើសិនជាយើងបញ្ញាប់ខ្លាំងយើងសូត្រតែមកចប់ទៅប៉ុន្តែបើសិនជាករណីថាបុគ្គលនោះត្រូវអំពើខ្មៅខ្លាំងក្នុងករណីខ្លាំងគឺយើងមិនមែនកលៈទេសៈទេត្រូវសូត្រ3ចប់ប៉ុន្តែបើសិនជាកលៈទេសៈដែលចាំបាច់មែនតែនឧទាហរណ៍ថាចាំបាច់មែនតែនដែលយើងបញ្ញាប់បញ្ញាល់ឬក៏អ្នកជំងឺនោះទ្រាំបានទេសូត្រ7សូត្រ5ទៅកុំសូត្រមកចប់អីមកចប់នឹងជាលក្ខណៈគាថាច្រើនទេចំពោះអនុភាពនិងរបៀបនៃការប្រើវិញគឺយើងប្រើតាមបុរាណរបៀបបុរាណលោកបានពិពណ៌នាឡើងថាចំពោះគាថាទាំង5បទនេះពូកែស័ក្តិសិទ្ធិណាស់កាលបើមានបុគ្គលណាម្នាក់ត្រូវអំពើអំព័ន្ធដោយប្រការណាមួយត្រង់នេះក៏លោកចង់បញ្ជាក់ថាទោះបីជាអំពើនឹងបែបណាក៏ដោយមិនថាជាវត្ថុតូចៗមិនថាជាស្បែកគោស្បែកក្របីមិនថាជាកោបបាឬក៏ស្នាទេសទេលោកបញ្ជាក់បន្ថែមថាដោយសំបីតែជំងឺរាតត្បាតនានាមួយចំនួនជំងឺរាតត្បាតនេះបើងវងចោលបន្តិចទៅប្រសិនជាជំងឺដែលមើលទៅវិជ្ជសាស្ត្រហើយគឺយើងប្រើវិជ្ជសាស្ត្រប៉ុន្តែបើសិនជាជំងឺនឹងមើលដោយមុនយើងមើលដោយមុនយ៉ាងដូចជាសម័យពុទ្ធកាលកាលដែលព្រះពុទ្ធព្រះអង្គគង់នៅក្នុងក្រុងវេសាលីមានជំងឺរាតត្បាតកើតឡើងដោយសារតែបាទពពួកអមនុស្សបាទកាលនោះព្រះអង្គបានបង្រៀនប្រាប់បាទរតនសូត្រដល់ព្រះអានន្ទបាទឲ្យទៅធ្វើការសូត្រទៅអមនុស្សទាំងឡាយនោះគ្រាន់តែលឺរតនសូត្រភ្លាមក៏មានចិត្តសទ្ធាទៅក៏ចាកចេញទៅពីក្រុងនឹងទៅអញ្ចឹងជំងឺទាំងឡាយនៅក្នុងក្រុងនោះក៏បានរសាត់បាត់ចេញទៅយ៉ាងណាមិញបងបើសិនជានៅក្នុងស្រុកក្នុងភូមិបងទាំងគ្នាមានអញ្ចឹងដែរបាទក៏យើងសូត្ររតនសូត្រទៅបាទយានីថាពូតាហ្នឹងសូត្រខ្លីក៏បានវែងក៏បានហើយសូត្រគាថានេះបន្ថែមទៀតទៅបាទលោកឲ្យយើងយកផ្លែក្រូចបង7ផ្លែទៅឬក៏សម្បួរមាសបងស្គាល់សម្បួរមាសហ៎បាទ7បន្ទះទៅយកមកដាក់នៅក្នុងទឹកផ្តិលដែលយើងធ្វើពិធីហ្នឹងណាបាទទឹកផ្តិលយើងដងរៀងច្រើនតិចមកផ្តិលរៀងធំមកហើយយើងយកផ្លែក្រូចបាទក្រូចសើចបងបាទក្រូចសើច7ផ្លែហើយយកសម្បូរមាស7បន្ទះដែលយើងសកមកហ្នឹងយកទៅត្រាំនៅក្នុងទឹកមុននោះហើយសូត្រដោយគាថានេះបាទលោកពរនាថាអាចដោះអំពើអំព័ន្ធបានអាចប្រោះព្រំបាទមនុស្សដែលមានជំងឺឆ្លងនៃជំងឺរាតស្បាតអាសន្នរោគកើតចេញពីអមនុស្សខ្ញុំបញ្ជាក់បាទមួយយ៉ាងវិញទៀតនោះបើកាលណាយើងចេញដំណើរដើរឆ្ងាយទៅកន្លែងណាទៅកន្លែងនេះអញ្ចឹងគឺគប្បីធ្វើការភាវនានៅគាថាហ្នឹងយ៉ាងហោចណាស់សូត្របានត្រឹមឲ្យចប់មុននឹងចាក់ចេញពីផ្ទះសម្បែងណាបាទអញ្ចឹងទៅគាថានេះគឺជួយបានច្រើនមែនតើអញ្ចឹងហើយបានបាទលោកឲ្យយើងអ្នកសិក្សាមុនគាថាបុរាណឲ្យយើងសិក្សាឲ្យបានច្រើនជាពិសេសដែលយើងមិនអាចចោលបាននោះគឺ
ពួករតនមាលារួមជាមួយនឹងបណ្ដុះបៃដកបាទប៉ុន្តែយើងពេលបច្ចុប្បន្ននេះគេថាដែលយើងរៀនគឺបណ្ដុះបៃដកបាទមិនសូវនិយមខាងរតនមាលាទេដោយសារតែរតនមាលាគឺពិបាកក្នុងការរៀនណាសំនៀងនៃការសូត្ររតនមាលាបើសិនជាអត់មានគ្រូបង្រៀនទេសូត្រអត់ត្រូវទេអញ្ចឹងណាបាទព្រះអង្គបានធិរដេកាអញ្ចឹងច្បាស់នឹងបាលីនឹងបើសិនជាសូត្រខុសពាក្យមួយចំនួនអត់មានចេញជាអ្នកប្រកបទេដូច្នេះគឺពិបាកនៅក្នុងការអានអញ្ចឹងដូច្នេះរតនមាលាកុំឃើញគេចែកអីចេះតែយកទៅទន្ទិញប៉ុន្តែមាត្រដ្ឋាននៃការអានយ៉ាងណាយកទៅទន្ទិញអានអត់កើតទេអញ្ចឹងណាបាទតើតែមានការបញ្ជាក់នឹងការអានទៅយើងស្ដាប់ឮទៅយើងក៏បាទរៀនទៅអញ្ចឹងកន្លែងនេះពិសេសដែរដែលខ្ញុំបានសួរទៅកាន់គុណម្ចាស់ហើយព្រះអង្គធិរដេកាមកក៏ចាប់អារម្មណ៍ដូចគ្នាដែរព្រោះសុទ្ធតែជាការរៀនសូត្របាទក្បួនខ្នាតមួយចំនួនជារបស់ដូនតាខ្មែរយើងណាបាទអញ្ចឹងសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណបងៗទាំងអស់គ្នាចំពោះការគាំទ្រនៅបាទ Channel YouTube សំណាងសុខ Belief តេតទៅមួយជំនឿបាទពីក្រុមការងារវ៉ាវអរគុណបងៗទាំងអស់គ្នាដែលគាំទ្រហើយខ្ញុំនឹងបញ្ញាចិត្តថានឹងស្រាវជ្រាវបន្ថែមតទៅទៀតផ្សេងប្រសិនជាមានអ្វីផ្សេងល្អខ្ញុំនឹងយកមកចែកជូនទៅកាន់បងទាំងអស់គ្នាតាមរយៈការស្រាវជ្រាវផងដែរអរគុណបងប្រសិនជាបងចង់បានផលិតផលសុខភាពតទៅមួយបញ្ហាក្លិនមាត់បញ្ហាកាពះកវៀនបាទពិបាកក្នុងការបន្ទោបងហើយនឹងបញ្ហារមាស់ស្រាវស្បែកឯប្រការណាមួយនោះសូមបងទាំងអស់គ្នាមកទទួលយកផលិតផលមួយនេះបងណា Diva Plus បាទបងអាចតាក់ទងមកខ្ញុំផ្ទាល់មកខ្ញុំក៏ជាអ្នកលក់ផ្ទាល់ផងដែរណាបងទាំងអស់គ្នាអញ្ចឹងសូមតាក់ទងឬក៏ comment មកខ្ញុំនឹងរៀបចំផ្ញើជូនហើយអាចប្រឹក្សាយោបល់ដោយមិនគិតថ្លៃបងបាទសូមអរគុណ